នេះជាហេតុផលសំខាន់ដែលភាគីថៃឆ្លៀនពៀនខ្មែរនឹងវាសន្ធាប់ថាត្រូវតែយកជួរភ្នំដងរែកឲ្យបាន Boostrong ញ៉ាំ Boostrong ឆ្ងាញ់ជាងគេការវាយប្រហាររបស់ភាគីថៃមកលើដែនអធិបតេយ្យកម្ពុជាចំនួន2ដងចុងក្រោយនេះយើងសង្កេតឃើញថាថៃព្យាយាមយ៉ាងខ្លាំងក្លាដើម្បីដណ្ដើមឬប្លន់យកទឹកដីខ្មែរតាមបណ្ដោយជួរភ្នំដងរែកឲ្យបានភ្នំដងរែកនិមិត្តរូបនៃភ្នំកៃឡាសនៅដែនដីសវណ្ណភូមិរបស់កម្ពុជាការវាយប្រហារដោយកងយោធាថៃដោយប្រើប្រាស់សភាវុធធុនធ្ងន់គ្រប់ប្រភេទរួមទាំងរថក្រោះការបាញ់គ្រាប់ផ្លោងរយៈចម្ងាយការប្រើប្រាស់ផ្សែងពុលព្រមទាំងការទម្លាក់គ្រាប់ពីលើអាកាសដោយដ្រូននិងយន្តហោះចម្បាំងរបស់យោធាថៃកាលពីថ្ងៃទី24ដល់ថ្ងៃទី28ខែកក្កដានិងពីថ្ងៃទី7ដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025ចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជាបានសម្លាប់ពលរដ្ឋស៊ីវិល31នាក់និងរបួសជិត100នាក់ការវាយប្រហារដោយកម្រាលរបស់កងកម្លាំងយោធាថៃចូលក្នុងទឹកដីខ្មែរដើម្បីឈ្លានពាននិងរំលោភចូលទឹកដីកម្ពុជាក៏បានបង្កនូវការខូចខាតយ៉ាងធ្ងន់ធ្ងរលើប្រាង្គប្រាសាទព្រះវិហារប្រាសាទតាក្របីហេដ្ឋារចនាសម្ព័ន្ធស៊ីវិលស្ពានថ្នល់មន្ទីរពេទ្យសាលារៀននិងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ហេតុអ្វីបានជារាជវាំងចៅថៃឈ្លានពានត្រូវតែវាយយកទឹកដីខ្មែរពិសេសត្រូវគ្រប់គ្រងយកទឹកដីជួរភ្នំដងរែកឲ្យបាននោះលោកម៉ៅវុធាដែលជាអតីតសិស្សសាលាកាសែត DMC និងជាម្ចាស់ភោជនីយដ្ឋានយីហោផ្ទះត្រីសាមុនបានចែករំលែកនៅការស្រាវជ្រាវរបស់លោកអំពីមូលហេតុសំខាន់មួយចំនួនដែលគួរពិចារណាថាហេតុអ្វីថៃចង់បានជួរភ្នំដងរែកខ្លាំងម្ល៉េះលោកម៉ៅវុធាបានសរសេររៀបរាប់ថាភ្នំដងរែកជានិមិត្តរូបនៃភ្នំកៃឡាសនៅលើដែនដីសវណ្ណភូមិលោកបន្តថាកៃឡាសគឺជាភ្នំវិសេសមួយនៃជួរភ្នំហិមាល័យដែលមានវត្តមាននិងតួនាទីយ៉ាងសំខាន់នៅក្នុងជំនឿសាសនានិងអក្សរសិល្ប៍បុរាណក្នុងអាស៊ីបូព៌ាពាក្យថាកៃឡាសគឺជាភាសាសំស្ក្រឹតដែលមានន័យថាពេជ្រគ្រីស្តាល់ហើយបើជាភាសាទី3វិញគឺមានន័យថាភ្នំពេជ្រព្រិលពណ៌សនៅក្នុងព្រហ្មញ្ញសាសនានិងហិណ្ឌូសាសនាភ្នំកៃឡាសគឺជាលំនៅឋានដ៏ពិសិដ្ឋរបស់មហាទេពខ្ពង់ខ្ពស់បំផុតគឺព្រះសិវៈនៅក្នុងពុទ្ធសាសនាហិនយានភ្នំកៃឡាសត្រូវបានគេប្រដូចទៅនឹងភ្នំព្រះសុមេរុដែលជាស្នូលនៃចក្រវាឡឬជាចំណុចកណ្ដាលនៃលោកធាតុវិទ្យាសម្រាប់បណ្ដារដ្ឋនៅជ្រោយឥណ្ឌូចិនឬហៅថាដែនសវណ្ណភូមិដែលទទួលឥទ្ធិពលអំពីអរិយធម៌ពីឥណ្ឌាបណ្ដាភ្នំទាំងឡាយណាដែលមានទីតាំងជ័យភូមិឬហុងស៊ុយល្អគឺសុទ្ធតែត្រូវបានប្រៀបប្រដូចឬធ្វើឲ្យคล้ายទៅជានិមិត្តរូបនៃភ្នំកៃឡាសដើម្បីជាទីសក្ការៈបូជានិងជាទីពំនាក់ខាងព្រលឹងវិញ្ញាណនិងជំនឿហើយជាក់ស្ដែងណាស់នៅក្នុងតំបន់របស់យើងនេះពិសេសដែនដីនៃអតីតចក្រភពអង្គរដែលជានិមិត្តរូបរបស់ភ្នំពិសិដ្ឋនៃកៃឡាសនោះគឺជួរភ្នំដងរែកនោះឯងបើតាមការសិក្សាស្រាវជ្រាវបុរាណវិទ្យាភូមិសាស្ត្រនយោបាយក៏ដូចជាជំនឿសាសនានានាជួរភ្នំដងរែកនេះមានសារៈសំខាន់យ៉ាងខ្លាំងហើយនៅតាមបរិវេណនេះគឺមានមនុស្សរស់នៅតាំងពីប្រមាណ1000ឆ្នាំមុនរហូតមកម្លេះហើយមានជាច្រើនជនជាតិដែលក្នុងនោះភាគច្រើនគឺបណ្ដាក្រុមមនុស្សអំបូរខ្មែរថៃលាវគួយនិងបណ្ដាជនជាតិដើមជាច្រើនទៀតចំណុចសំខាន់មួយទៀតបើតាមការចែករំលែករបស់លោកម៉ៅវុធាបានឲ្យដឹងថាក្នុងលក្ខណៈភូមិសាស្ត្រធម្មជាតិជួរភ្នំដងរែកគឺជារបងធម្មជាតិមួយដែលខណ្ឌបែងចែកភូមិសាស្ត្រភាគកណ្ដាលនៃកម្ពុជាជាមួយនឹងតំបន់ខ្ពង់រាបខូរ៉ាត់ប្រទេសថៃពាក្យថាខូរ៉ាត់នេះលោកគ្រូតាអាំងជូលៀងមានប្រសាសន៍ថាអាចជាភាសារបស់ក្រុមពួកខ្មែរលើដែលនៅតំបន់នោះហៅថានគររាជដែលយូរទៅមកជាសំនៀងសៀមចេញថាខូរ៉ាត់ភ្នំដងរែកមានឈ្មោះជាភាសាខ្មែរបុរាណហៅថាភ្នំកំពែងដោយយោងតាមសិលាចារឹកពីប្រាសាទខ្នារ K660 នៅក្នុងសម័យអង្គរជួរភ្នំដងរែកនេះគឺជាកំពែងធម្មជាតិមួយខណ្ឌចែកដាច់រវាងសន្តិវង្សនៅយសោធរៈបុរៈនិងសន្តិវង្សនៅមហីធរៈបុរៈដែលនៅខាងចុងភាគខាងជើងនៃជួរភ្នំពោលគឺនៅតំបន់ភាគឦសាននៃប្រទេសថៃបច្ចុប្បន្ននេះថ្វីត្បិតតែមជ្ឈមណ្ឌលអំណាចស្នូលមានមូលដ្ឋាននៅរាជធានីយសោធរៈសន្តិវង្សមហីធរៈហាក់ដូចជាមិនសូវចង់នៅក្រោមចំណុះរបស់យសោធរៈនោះទេ
ហើយតែងតែចង់វាតអំណាចនិងបង្កបរិយាកាសរកាំរកូសជាច្រើនជាមួយនឹងរាជអំណាចយសោធរៈជាមួយគ្នានោះដែរលោកគ្រូតាខ្ញុំមួយទៀតគឺលោកបណ្ឌិតឡុងសៀមក៏បានបញ្ជាក់ផងដែរថាការហៅឈ្មោះបែបនេះគឺអាចទៅតាមលក្ខណៈភូមិសាស្ត្រនៃជួរភ្នំនេះដែលបានបែងចែករត់ពីបុរាណហើយអាចនិយាយបានថាជាព្រំដែនរបស់អាណាចក្រខ្មែរបុរាណចំនួន2គឺចេនឡាដីគោកនិងចេនឡាទឹកលិចភស្តុតាងដែលអះអាងបញ្ជាក់យ៉ាងច្បាស់អំពីជំនឿជួរភ្នំដងរែកនេះត្រូវបានប្រៀបប្រដូចនៃភ្នំវិសេសកៃឡាសដែលជាលំនៅឋានដ៏ពិសិដ្ឋរបស់ព្រះសិវៈមហាទេពក្នុងព្រហ្មញ្ញសាសនានេះគឺត្រីកោណប្រាសាទទាំង3ក្នុងលទ្ធិព្រហ្មញ្ញសាសនាសេវនិកាយក្នុងរាជរបស់ព្រះបាទសូរ្យវរ្ម័នទី1គឺសេវៈបាទាបោស្រីសិខរេស្វរៈនិងសេវៈបាទាបចំដែលមានន័យថាប្រាសាទអ្នកបួសឬបួសនាគប្រាសាទព្រះវិហារនិងប្រាសាទតាមន់ប្រាសាទព្រះបាទារបស់ព្រះសិវៈនៅទិសខាងកើតឬសេវៈបាទាបោប្រាសាទអ្នកបួសមានទីតាំងស្ថិតនៅប៉ែកខាងកើតនៃជួរភ្នំដងរែកនៅលើទួលកូនភ្នំមួយឈ្មោះថាច័ន្ទគិរីនៃស្រុកជាំខ្សានខេត្តព្រះវិហារតាមសិលាចារឹកនានាដូចជា K341 K342 K343 និង K344 សុទ្ធតែបានបញ្ជាក់អំពីឈ្មោះប្រាសាទនេះថាព្រះកម្រងតែងអញស្រីសេវៈបាតបោឬប្រាសាទដែលឧទ្ទិសទៅដល់ព្រះសិវៈបាទទិសខាងកើតប្រាសាទព្រះវិហារសិខរស្វរៈបើតាមសិលាចារឹក K342 ព្រះបាទសូរ្យវរ្ម័នទី1បានធ្វើធម្មយាត្រាទៅកាន់លិង្គបរិព័ទ្ធឬវត្តភូដើម្បីថ្វាយបង្គំព្រះអាទិទេពស្រីភទ្រេស្វរៈហើយទ្រង់ក៏បានបញ្ជាឲ្យមានការសាងសង់ប្រាសាទមួយនៅព្រះវិហារដោយមានទេពចម្បងព្រះនាមថាស្រីសិខរេស្វរៈនិងបានកសាងលិង្គមួយស្រោបដោយមានឈ្មោះថាសូរ្យមេស្វរៈហើយព្រះរាជាបានធ្វើព្រះរាជពិធីតបៈយ៉ាងខ្ជាប់ខ្ជួនមួយដើម្បីយាងព្រះអាទិទេពស្រីភទ្រេស្វរៈឲ្យមកគង់នៅលើប្រាសាទស្រីសិខរេស្វរៈដែរព្រះបាទសូរ្យវរ្ម័នទី1បានមានព្រះរាជបន្ទូលប្រាប់ឲ្យគេឯងដឹងនៅឯព្រះបរមរាជវាំងក្នុងរាជធានីយសោបរៈថ្ងៃ7រោចខែស្រាបគ្រិស្តសករាជ1038ថាព្រះអាទិទេពស្រីភទ្រេស្វរៈដែលគង់នៅលិង្គបរិព័ទ្ធបានយាងមកគង់នៅស្រីសិខរេស្វរៈដោយបង្ហាញបដិហាឲ្យគេឃើញជាក់នឹងភ្នែកជានិច្ចកាលព្រះរាជាព្រះអង្គសូរ្យវរ្ម័នទី1ទ្រង់បានសពព្រះរាជហឫទ័យយ៉ាងខ្លាំងលើប្រាសាទព្រះវិហារហើយទ្រង់តែងតែចាត់តំណាងព្រះអង្គមកកាន់ប្រាសាទនេះដើម្បីចាត់ចែងការងារក៏ដូចជាសាងសង់បន្ថែមព្រះរាជដំណាក់របស់ព្រះអង្គដែលត្រូវបានកត់ត្រាទុកនោះដើម្បីរៀបចំពិធីនានាដើម្បីឧទ្ទិសទៅដល់ព្រះសិវៈជាម្ចាស់ក៏ដូចជាបុព្វការីជនរបស់ព្រះមហាក្សត្រផងដែរពិធីកម្មសាសនាមួយនាពេលនោះគឺព្រះរាជគ្រូបានបញ្ជាឲ្យយកក្រណាត់ទៅគ្របលើប្រាសាទហើយចាប់តាំងពីកុបរៈទី1ឬកំពែងប្រាសាទបន្តលើព្រះថ្នល់រហូតដល់តួប្រាសាទទាំងមូលប្រាសាទព្រះបាទទារបស់ព្រះសិវៈនៅទិសខាងលិចឬសេវៈបាទាបចំដូចគ្នាប្រាសាទអ្នកបួសដែរប្រាសាទតាមន់ធំនេះបានសាងសង់ឡើងដើម្បីឧទ្ទិសដល់ព្រះសិវៈហើយមានឈ្មោះថាសេវៈបាទាបចំស្វ័យភូលឹងលឹងដែលដុះដោយឯងធម្មជាតិនៅកណ្ដាលប្រាសាទនេះត្រូវបានគេពិភាក្សានៅឡើយថាជាទម្រនៃព្រះបាទទាបព្រះសិវៈឬព្រះរាជលិង្គតាមសិលាចារឹកប្រាសាទតាមន់ធំទី5មានបញ្ជាក់ឈ្មោះពីប្រាសាទសេវៈបាតបចំដែលព្រះបាទសូរ្យវរ្ម័នទី1សាងសង់និងប្រទានថ្វាយបូជាដល់ព្រះសិវៈគួរបញ្ជាក់ផងដែរថាសិលាចារឹកប្រាសាទតាមន់ទាំងនេះមានចំនួន14ផ្ទាំងទោះបីជានៅក្នុងសម័យទំនើបយើងនេះហើយក៏ដោយក្នុងជំនឿរបស់រាជវង្សដែលមានទំនៀមព្រហ្មញ្ញសាសនានិងពុទ្ធសាសនាវត្តមាននៃនិមិត្តរូបនៃភ្នំកៃឡាសនៅក្នុងបរិវេណព្រះបរមរាជវាំងផងដែរឧទាហរណ៍ជាក់ស្ដែងបំផុតនៅក្នុងព្រះរាជវាំងចតុមុខមង្គលរបស់យើងក៏មានតំណាងភ្នំកៃឡាសដែរភ្នំខណ្ឌម៉ាលីនាទីបរិព័ទ្ធកៃឡាសឬភ្នំមណ្ឌលជាភ្នំសិប្បនិមិត្តដែលតំណាងឲ្យភ្នំកៃឡាសជាកន្លែងដែលព្រះពុទ្ធទ្រង់យកព្រះបាទជាន់ធ្វើជាស្នាមព្រះពុទ្ធនៅលើភ្នំមណ្ឌលមានតម្កល់រូបព្រះពុទ្ធហើយនៅលើនោះរួមមានរូបសំណាកតូចចំនួន108ដែលរៀបចំពីមង្គលទាំង108នៃការកើតស្លាប់រស់ដែលព្រះអង្គបានស្វែងយល់មុនពេលបានត្រាស់ជាព្រះសម្មាសម្ពុទ្ធក្រោយបានស្ដាប់នៅការចែករំលែកខាងលើតើប្រិយមិត្តអ្នកស្ដាប់យល់ថាអ្វីដែលជាហេតុផលសំខាន់ផ្សេងទៀតដែលភាគីថៃចង់ក្តោបឲ្យបានភ្នំដងរែកដាច់ខាតនាងខ្ញុំលេរ៉ានីមពីកម្មវិធី Hoxaverse